ត្រួយបងប្អូនត្រួយឆ្លោះល្អនៅពេលត្រួយឆ្លោះល្អទៅជាមួយនឹងតងផ្កាដូចគ្នាគឺចេញមកឆ្លោះដូចគ្នានៅពេលដំណាក់កាលដែលវាចេញក្តឹបក៏វាកាន់បានច្រើនដោយសារមានកម្លាំងទ្រទ្រង់ក្តឹបបានច្រើនតងត្រួយឆ្លោះតងផ្កាឆ្លោះទ្រទ្រង់ក្តឹបបានច្រើនដូចគ្នាដោយសារគុណភាពសិទ្ធិភាពថ្នាំរបស់ក្រុមហ៊ុន VKSN ទើបអតិថិជនរបស់យើងគាត់ជឿជាក់នឹងយកមកប្រើប្រាស់នៅរដូវកាលថ្មីឆ្នាំ2025នេះតែម្ដងទៅជាមួយនឹងការថែទាំលើដំណាំស្វាយចន្ទទីពេលយើងថែទាំត្រូវបច្ចេកទេសឆាប់បានប្រមូលផលឆាប់បានទទួលផលមកវិញបងប្អូនលក់មុនគេបានតម្លៃថ្លៃបងប្អូនអ្នកទាំងការបងប្អូនធ្វើតាមដានវីដេអូនេះដើម្បីស្វែងយល់ពីគុណភាពបងប្អូនម្នាក់មកជំហានផ្លូវណាខាងឆ្វេងអត់ទាន់មានលោតត្រួយទេអត់ទាន់មានការទេចំណែកខាងស្ដាំបងប្អូនមើលគឺល្អពេញមួយចំការដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះតែម្ដងសួស្តីបងប្អូននៅទឹកដីស្គុនទឹកដីខេត្តកំពង់ចាមបងប្អូនទីជនរបស់យើងគាត់បាញ់អិនផ្លាស់បាន2ជើងឥឡូវបងប្អូនមើលសង្កេតតាក់ទងជាមួយនឹងដងដើមមើលត្រួយមើលកម្លាំងដើមគឺវាចេញមកស្អាតអញ្ចឹងតែម្ដងតាក់ទងជាមួយនឹងការប្រើប្រាស់អិនផ្លាស់ពីដើមទីគឺយើងសន្សំសំចៃតាក់ទងជាមួយនឹងថវិកាបានច្រើនបងប្អូនអាចសង្កេតមើលវាចេញត្រួយថ្មីមកស្អាតតែម្ដងចាប់ពីជើងទី3ហ្នឹងទៅអតិថិជនរបស់យើងគាត់កំងប្រភេទ D+ ដើម្បីយកមកបាញ់ទាញផ្កាឲ្យលឿនឲ្យទាន់រដូវកាលតាក់ទងជាមួយនឹងប្រសិទ្ធភាពគុណភាពបងប្អូនអាចជឿទុកចិត្តបានបងប្អូនមើលកញ្ចុំផ្កាគឺចាប់ដើមលោតមកឲ្យបងប្អូនឃើញទេតាក់ទងជាមួយនឹងការថតបងប្អូនខ្ញុំថតពេញមួយចក្រាឲ្យបងប្អូនមើលតែម្ដងបងប្អូនឃើញស្មើគ្នាពេញមួយចក្រាតែម្ដងភាសាគុណភាពសិទ្ធិភាពថ្នាំរបស់ក្រុមហ៊ុន VKSN ទើបអតិថិជនរបស់យើងគាត់ជឿជាក់នឹងយកមកប្រើប្រាស់នៅរដូវកាលថ្មីឆ្នាំ2025នេះតែម្ដងបងប្អូនសង្កេតមើលនៅចុងមេឃបើយើងពិនិត្យមើលអាគារគឺវាចេញផ្កាមកខ្លះហើយបងប្អូនឃើញតងផ្កាបងប្អូនខ្ញុំស៊ូមវីដេអូទៅចិត្តដើម្បីឲ្យបងប្អូនបានទស្សនាតទៅជាមួយនឹងប្រសិទ្ធភាពថ្នាំរបស់យើងបងប្អូនមើលផ្កាចាប់ដើមចេញមកយើងមើលតកតងជាមួយនឹងត្រួយបងប្អូនត្រួយឆ្លោះល្អនៅពេលត្រួយឆ្លោះល្អទៅជាមួយនឹងតងផ្កាដូចគ្នាគឺចេញមកឆ្លោះដូចគ្នានៅពេលដំណាក់កាលដែលវាចេញក្តឹបក៏វាកាន់បានច្រើនដោយសារមានកម្លាំងទ្រទ្រង់ក្តឹបបានច្រើនតងត្រួយឆ្លោះតងផ្កាឆ្លោះទ្រទ្រង់ក្តឹបបានច្រើនដូចគ្នាចំនួនផ្ទៃដីចំការនេះមានចំនួន64ហិកតានៅទឹកដីស្គុនបងប្អូននៅក្រោយហាងរំដួល88ផ្ទាល់តែម្ដងនេះបងប្អូនចេញផ្កាភាគច្រើនបងប្អូននេះតើទៅជាមួយនឹងការថែទាំលើដំណាំស្វាយចន្ទទីពេលយើងថែទាំត្រូវបច្ចេកទេសឆាប់បានប្រមូលផលឆាប់បានទទួលផលមកវិញបងប្អូនលក់មុនគេបានតម្លៃថ្លៃឥឡូវយើងដើរមើលបន្តទៀតតើទៅជាមួយនឹងដើមផ្សេងទៀតយើងសង្កេតឃើញថាគឺផ្កាចេញមកស្អាតដើមនេះចេញដូចច្រើនបងប្អូនច្រើនឥឡូវយើងមើលដើមបន្តទៀតមើលតើតើទៅជាមួយនឹងសភាពផ្កាវាចេញបានប៉ុណ្ណាដូចដើមនេះគឺចេញមកមួយដែរបងប្អូនយើងដើរមើលបន្តទៀតតើទៅជាមួយនឹងកម្លាំងដើមនិយាយរួមទៅបងប្អូនអាចសង្កេតមើលគឺពេញមកចំការតែម្ដងតើទៅជាមួយនឹងដងដើមកម្លាំងដើមនេះបងប្អូនការលូតផ្កាគឺវាចេញមកបណ្ដាឲ្យបងប្អូនឥឡូវហ្នឹងទៅថ្ងៃទី23ខែ11ឆ្នាំ2025ទេបងប្អូនទឹកដីស្គុនគៀកជាមួយនឹងបំពេញវិញទៅហើយបងប្អូនបញ្ជាក់ផងដែរបងប្អូនក្រុមការងារយើងគឺទីតាំងក្រុមហ៊ុននៅទីរួមខេត្តត្បូងឃ្មុំនៅជិតមន្ទីរប៉ាក់ខេត្តត្បូងឃ្មុំតែម្ដងបងប្អូននៅក្នុងទីរួមខេត្តផ្ទាល់បងប្អូនតាក់ទងជាមួយនឹងបងប្អូនដែលចង់ដឹងព័ត៌មានតាក់ទងជាមួយនឹងរបៀបប្រើប្រាស់បងប្អូនអាចប្រឹក្សាជាមួយបានបងប្អូនសង្កេតមើលនៅក្នុងវីដេអូយើងថតរយៈពេល4នាទីហើយឥឡូវហ្នឹងភាសាការកាយម្ដងបងប្អូនមើលគឺពេញមកចំការតែម្ដងគឺវាមានកម្លាំងដើមដូចគ្នាអញ្ចឹងតែម្ដងបងប្អូនអាចសង្កេតមើលនេះខ្ញុំប្រវែទៅជ្រុងណាក៏ស្អាតដូចគ្នាបងប្អូនណាដងដើមកម្លាំងដើមគឺមានកម្លាំងតែម្ដងបើប្រៀបធៀបជាមួយនឹងចំការដែលនៅជិតគ្នាបងប្អូនគឺខុសគ្នាដាច់តែម្ដងបងប្អូននៅមកចំហៀងផ្លូវខាងនោះគេបាញ់ថ្នាំផ្សេងឬក៏គេមិនទាន់បាញ់ថ្នាំតែយកដឹងតែគាត់ថាបើប្រៀបធៀបគឺវាដាច់គ្នាតែម្ដងគឺវាអត់ដូចគ្នាទេបងប្អូនគាត់នឹងងាកមកខាងចំការរបស់អតិថិជនរបស់យើងគឺខៀវខ្ចីពេញដើមហើយមានលូតតងផ្កាសឹងតែគ្រប់ដើមតែម្ដងបើយើងសង្កេតមើលបងប្អូនណាម្នាក់មកចំហៀងផ្លូវបងប្អូនអ្នកទាំងការបងប្អូនឈួរតាមដានវីដេអូនេះដើម្បីស្វែងយល់ពីគុណភាពបងប្អូនម្នាក់មកចំហៀងផ្លូវណាខាងឆ្វេងអត់ទាន់មានលូតត្រួយទេអត់ទាន់មានផ្កាទេចំណែកខាងស្ដាំ
បងប្អូនមើលគឺល្អពេញមកចំការដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះតែម្ដងនេះបងប្អូនខ្ញុំប្រវាយនេះរហូតបងប្អូនចការគាត់ម្នាក់មកជំហៀងផ្លូវយើងមើលដងដើមយើងមើលពីក្រោមទៅបងប្អូនឃើញខៀវស្ងាត់តែម្ដងបើសិនជាបងប្អូនចង់ដឹងព័ត៌មានលម្អិតតទៅជាមួយនឹងការប្រើប្រាស់បងប្អូនប្រឹក្សាជាមុនតទៅជាមួយនឹងការថែទាំដំណាំស្វាយចន្ទីប្រឹក្សាជាមួយនឹងក្រុមការងារដែលមានបទពិសោធន៍លើដំណាំស្វាយចន្ទីជាច្រើនឆ្នាំចូលរួមជាមួយប្រជាកសិករដើម្បីអភិវឌ្ឍកសិកម្មកម្ពុជា